នេះពិតជាដំណឹងល្អមែនចេកដំបូងលឿងខ្មែរអាចនាំចេញដល់ប្រទេសជប៉ុនបញ្ជាក់ពីស្តង់ដារសុវត្ថិភាពខ្ពស់អាចនាំចេញទៅគ្រប់ប្រទេសបាន Channel Stand Up ក៏ដូចជា Page Stand Up News នឹងធ្វើការលម្អិតព័ត៌មាននេះយើងឃើញថាចេកដំបូងលឿងខ្មែរដែលកំពុងតែដាំដុះលើផ្ទៃដីរាប់ពាន់ហិកតានៅដែលស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមត្រូវបាននាំចេញទៅលក់នៅទីផ្សារក្រៅប្រទេសជាពិសេសនោះគឺទីផ្សារប្រទេសចិននិងប្រទេសជប៉ុនដែលនៅក្នុងមួយថ្ងៃមានចំនួនពី3ទៅ10កុងតឺន័រឯណោះដល់បទសម្ភាសន៍មួយនៃក្រុមសារព័ត៌មាននៅក្នុងស្រុកមួយក៏បានឲ្យដឹងផងដែរថានៅក្នុងដំណើរទស្សនកិច្ចផ្សព្វផ្សាយពីសក្តានុពលវិស័យកសិកម្មនៅក្នុងខេត្តកំពង់ចាមអ្នកស្រីហេងដាវីប្រធានគ្រប់គ្រងក្រុមហ៊ុនឡុងស្រេងចំការចេកនៅក្នុងស្រុកស្ទឹងត្រង់ក៏បានគូបញ្ជាក់ផងដែរថាបច្ចុប្បន្នមានទីផ្សារប្រទេសធំចំនួន2ដែលក្រុមហ៊ុនបាននាំចេញទៅមានទីផ្សារនៅក្នុងប្រទេសចិននិងប្រទេសជប៉ុនប៉ុន្តែនៅក្នុងនោះអ្នកស្រីក៏បានលើកឡើងផងដែរថាទីផ្សារប្រទេសជប៉ុនមុននាំចេញទៅមានការរឹតបន្តឹងរៀងខ្លាំងជាងគេបន្តិចនៅក្នុងការអនុវត្តគោលការណ៍ស្តង់ដារសុវត្ថិភាពចំណីអាហារខ្ពស់បំផុតដូច្នេះមានន័យថាការដែលក្រុមហ៊ុនអាចនាំចេញចេកអំបូងលឿងទៅទីផ្សារប្រទេសជប៉ុនបានក៏អាចនាំទៅគ្រប់ទីផ្សារនៃប្រទេសផ្សេងៗទៀតនៅលើពិភពលោកផងដែរបាទយើងឃើញថាសប្តាហ៍នេះក្រុមហ៊ុនឡុងស្រេងចំការចេកកំពុងតែធ្វើការវិនិយោគការដាំដុះចេកពូជអំបូងលឿងនេះនៅលើផ្ទៃដីប្រមាណ 2000 ហិកតានៅក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនិងកំពុងតែពង្រីកការដាំដុះរាប់រយហិកតាបន្ថែមទៀតផងដែរបាទហើយចំពោះការពាក់ព័ន្ធនៅក្នុងការដាំដុះនិងខ្សែសង្វាក់ផលិតកម្មវិកខ្ចប់ប្រធានក្រុមគ្រប់គ្រងក្រុមហ៊ុនឡុងស្រេងចំការចេកអ្នកស្រីហេងដាវីក៏បានឲ្យដឹងបន្ថែមទៀតថាចេកអំបូងលឿងការដាំដុះត្រូវការរយៈពេលប្រមាណ9ខែទើបអាចប្រមូលផលបានហើយការវិកខ្ចប់ក៏ឆ្លងកាត់ជាច្រើនដំណាក់កាលមុននឹងបញ្ចេញលក់នៅលើទីផ្សារផងដែរបាទស្របជាមួយគ្នានោះផងដែរក៏យើងឃើញថាលោកស្រីហេណាវីក៏បានបញ្ជាក់បន្ថែមទៀតថានៅក្នុងមួយថ្ងៃក្រុមហ៊ុនត្រូវកាប់ចេកចេញពីចំការពី6ទៅ7,000ស្និតដើម្បីវិកខ្ចប់នាំចេញដែលនៅក្នុងមួយថ្ងៃយ៉ាងហោចណាស់មានពី3កុងតឺន័រឬក៏អាចឈានទៅដល់10កុងតឺន័រនៅពេលដែលតម្រូវការខ្ពស់ហើយដែលភាគច្រើនគឺនាំចេញទៅទីផ្សារប្រទេសចិននិងប្រទេសជប៉ុនខណៈដែលទីផ្សារនៅក្នុងស្រុកមានចំនួនតិចតួចបំផុតបាទជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន